ឃើញបង្ហោះនឹករលឹកវិស័យបវរកញ្ញាតែប្រកាយច័ន្ទតាំងចិត្តមិនប្រឡូកក្នុងវិស័យបវរកញ្ញាទៀតដាច់ខាតចាស់ចំពោះតារាស្រីពហុជំនាញកញ្ញាព្រះកាយច័ន្ទបើរំលឹកជុំវិញរឿងវិស័យបវរកញ្ញាកាលពីដើមឆ្នាំ2024កន្លងទៅតារាស្រីរូបនេះក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំងក្រោយពីនាងបានឈានជើងចូលវិស័យនេះប៉ុន្តែក៏ហាក់ធ្វើឲ្យអ្នកគាំទ្រខកចិត្តនិងស្ដាយសមត្ថភាពមិនតិចដែរក្រោយបានបោះបង់ការប្រកួតវិញក្រោយពីឆ្លងកាត់ការប្រកួតប្រជែងលើវិស័យនេះមួយរយៈនិងបានបោះបង់វិញជាង1ឆ្នាំមកនេះព្រះកាយច័ន្ទក៏បានវិលទៅកាន់អាជីពសិល្បៈវិញដោយពុំឃើញបង្ហើបតាក់ទងនឹងវិស័យបវរកញ្ញាទៀតឡើយប៉ុន្តែតារាស្រីរូបនេះក៏នៅតែទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រដោយមើលឃើញពីសមត្ថភាពនិងរូបសម្រស់របស់នាងនៅតែស័ក្តិសមប្រឡូកក្នុងវិស័យបវរកញ្ញាលើសពីនេះស្របពេលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជំរុញឲ្យនាងវិលត្រឡប់ចូលវិស័យបវរកញ្ញាជាថ្មីកន្លងមកកញ្ញាព្រះកាយច័ន្ទនិយាយក្នុងកិច្ចសម្ភាសន៍មួយតាក់ទងនឹងវិស័យបវរកញ្ញានេះដែលទម្លាយនៅមូលហេតុច្បាស់ពីការបោះបង់ការប្រកួតលើកមុននិងមិនមានបំណងចង់ចូលប្រកួតជាថ្មីឡើយដោយឡែកមកដល់ថ្មីនេះលើ Facebook របស់កញ្ញាព្រះកាយច័ន្ទក៏បានបង្ហោះរូបភាពតាក់ទងនឹងវិស័យបវរកញ្ញាជាថ្មីដែលរំលឹកដល់ការក្រងមកុដបវរកញ្ញារបស់ខ្លួនកាលពីឆ្នាំ2024គឺតំណែង Miss Grand ភ្នំពេញហាក់បង្ហាញពីការនឹករលឹកលើវិស័យនេះធ្វើឲ្យមហាជនគាំទ្រកំពុងតែចែករំលែកនិងជំរុញឲ្យនាងវិលត្រឡប់ចូលប្រកួតម្ដងទៀតផងដែរយ៉ាងណាទោះមានអ្នកគាំទ្រជាច្រើនកំពុងរងចាំការវិលត្រឡប់របស់នាងប៉ុន្តែព្រះកាយច័ន្ទក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្រវិញដោយនៅតែបញ្ជាក់ថានាងមិនវិលចូលក្នុងវិស័យបវរកញ្ញាវិញឡើយចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា